ហេតុអ្វីបច្ចុប្បន្នដែលអ្នកមិនធ្លាប់នឹកគិតវាបានកើតឡើងចំពោះអ្នកហេតុអ្វីអ្នកខ្លាចខ្ញុំម្ល៉េះព្រោះខ្ញុំគង់តែស្ថិតនៅក្នុងការចងចាំរបស់អ្នកដដែលហេតុអ្វីបានជាអ្នកមិនព្រមប្រឈមមុខជាមួយខ្ញុំក្នុងអំឡុងពេលនេះបើអ្នកដឹងថាទោះយ៉ាងណាក៏នៅតែមិនអាចគេចពីខ្ញុំបានដដែលពេលឥឡូវនេះអ្នកនៅជាមួយខ្ញុំហើយចូលប្រើប្រាស់ខ្ញុំឲ្យคล้ายទៅជាប្រយោជន៍ចុះមនុស្សជាច្រើនអត់ស្រឡាញ់ខ្ញុំទេហើយជារឿយពួកគេក៏ភ្លេចខ្ញុំរួមទាំងអ្នកម្នាក់ផងដែរអ្នកជួនកាលក៏ភ្លេចខ្លួនឯងថាអ្នកកំពុងនៅជាមួយខ្ញុំអ្នកខ្លះនឹកខ្ញុំខ្លាំងបំផុតនៅពេលដែលខ្ញុំបានចាកចែងឆ្ងាយទៅហើយមេឃស្រទុំមែនប៉ុន្តែផែនដីដែលជិតផុតពន្លឺព្រះអាទិត្យម្ដងទៀតហើយម្ដេចឡើយអ្នកនៅតែគេងមិនព្រមភ្ញាក់ទៀតដឹងថាខ្ញុំជានរណាទេខ្ញុំគឺបច្ចុប្បន្នកាលរបស់អ្នកខ្ញុំគឺជាថ្ងៃនេះរបស់អ្នកខ្ញុំគឺពេលនេះរបស់អ្នកហើយខ្ញុំឥតចង់ឲ្យអ្នកមើលរំលងខ្ញុំទេប៉ុន្តែខ្ញុំក៏ឥតអាចបង្ខំអ្នកបានដែរជីវិតអ្នកវាជាជម្រើសរបស់អ្នកមានខ្ញុំហើយខ្ញុំនៅទីនេះហើយតែវាជាជម្រើសរបស់អ្នកមានខ្ញុំហើយខ្ញុំនៅទីនេះហើយតែអ្នកសម្រេចចិត្តប្រើប្រាស់ខ្ញុំឬអត់វាអាស្រ័យទៅលើអ្នកចាត់ទុកខ្ញុំជាមិត្តភក្តិនៅថ្ងៃនេះឬឲ្យខ្ញុំខ្លាចទៅជាសត្រូវនៅថ្ងៃបន្ទាប់របស់អ្នកគឺអ្នកអាចជ្រើសរើសបានចង់ឲ្យខ្ញុំខ្លាចទៅជាការចងចាំល្អឬចង់ឲ្យខ្ញុំខ្លាចជាអ្នកតាមលងបន្លាចជីវិតរបស់អ្នករហូតទៅគឺអ្នកអាចជ្រើសរើសបានដោយខ្លួនឯងអ្នកមានជម្រើសប៉ុន្តែអ្នកមិនជ្រើសរើសហើយបើអ្នកប្រាប់ថាអ្នកគ្មានជម្រើសទេខ្ញុំក៏នៅតែនិយាយថាអ្នកមានជម្រើសដដែលព្រោះថាពេលខ្លះការគ្មានជម្រើសវាក៏ជាជម្រើសតែមួយគត់ដែលយើងមានខ្ញុំឃើញអ្នកប្រងើយកន្តើយឃើញអ្នកខ្ជះខ្ជាយឃើញអ្នករស់នៅដោយគ្មានរបៀបចំណាយពេលឥតស្ដាយទៅលើរឿងឥតប្រយោជន៍រាល់ថ្ងៃខ្ញុំកើតចិត្តសង្វេគយ៉ាងខ្លាំងបណ្ដាថ្ងៃដែលអ្នកភ្ញាក់ពីដំណេកមានថ្ងៃណាខ្លះដែលអ្នកសប្បាយចិត្តព្រោះមានខ្ញុំនៅជាមួយថ្ងៃខ្លះអ្នកសប្បាយចិត្តដែលមានឱកាសក្រោកឡើងហើយបានជួបជាមួយខ្ញុំរួចតើអ្នកមានប៉ុន្មានដងដែលអ្នកមិនធ្លាប់សូម្បីតែរីករាយនៅពេលដែលនៅក្បែរខ្ញុំអ្នកយកខ្ញុំប្រើប្រាស់ដោយខុសផ្លូវដោយឥតស្ដាយស្រណោះហើយថ្ងៃបន្ទាប់អ្នកកាន់តែស្អប់ខ្ញុំខ្លាំងឡើងអ្នកមិនដែលមានអារម្មណ៍ភ័យខ្លាចទេដែលត្រូវបាត់បង់ខ្ញុំនៅខណៈពេលដែលខ្ញុំកំពុងតែស្ថិតនៅជាមួយអ្នកប៉ុន្តែខ្ញុំតែងតែឃើញអ្នកចំណាយពេលវេលាសោកស្ដាយពេលដែលខ្ញុំចាកចេញពីអ្នកទៅហើយអ្នកនឹងមិនចាំបាច់សោកស្ដាយអ្វីទេនៅខាងមុខប្រសិនបើអ្នកបានប្រើប្រាស់ខ្ញុំនៅថ្ងៃនេះល្អហើយតែបើត្រូវសោកស្ដាយវាក៏មានប្រយោជន៍អ្វីឡើយសម្រាប់អ្នកជីវិតដើរថយក្រោយមិនមែនទេព្រោះត្រនិច្ចនាឡិកាតែងតែរំលេចទៅមុខដូច្នេះហើយកុំរស់នៅថ្ងៃនេះដើម្បីគ្រាន់តែសោកស្ដាយចំពោះថ្ងៃម្សិលមិញ
ប៉ុន្តែចូលរស់នៅថ្ងៃនេះដើម្បីសាងបង្កើតថ្ងៃស្អែកដ៏អស្ចារ្យ ឬសាងបង្កើតម្សិលមិញដ៏អស្ចារ្យសម្រាប់ស្អែកឱកាសថ្ងៃនេះមានមិនច្រើនទេឬបើមានច្រើនក៏វាគ្មានប្រយោជន៍អ្វីសម្រាប់ថ្ងៃស្អែកឱកាសថ្ងៃនេះមានមិនច្រើនទេឬបើមានច្រើនវាក៏គ្មានប្រយោជន៍អ្វីដែលចំពោះមនុស្សដែលមិនធ្លាប់មកឃើញតម្លៃនៃពេលវេលាដែលខ្លួនកំពុងរស់នៅបោះជំហានទៅមុខទុកអតីតកាលជាមួយមេរៀនជាបទពិសោធន៍ហើយទុកថ្ងៃស្អែកជាគោលដៅនិងរស់ថ្ងៃនេះឲ្យបានល្អចូលកុំខ្ជះខ្ជាយពេលវេលា24ម៉ោងថ្ងៃនេះដោយឥតប្រយោជន៍ព្រោះយ៉ាងហោចក៏គួរមានរឿងល្អៗ2ទៅ3រឿងដើម្បីនឹកគិតមុនពេលបិទភ្នែកគេងនៅក្នុងយប់នេះដែររឿងល្អៗនោះវាមិនចាំបាច់ទាល់តែថាយើងត្រូវញញឹមដាក់មនុស្សគ្រប់គ្នាដែលបានឆ្លងកាត់មុខយើងទេប៉ុន្តែគឺជារឿងខ្លះដែលយើងធ្វើដោយស្ងៀមស្ងាត់ហើយវាអាចជាចំណែកនៅក្នុងស្នាមញញឹមរបស់ពួកគេពីចម្ងាយឬបើឥតមាននរណាញញឹមដោយសាររឿងដែលយើងបានធ្វើទេយ៉ាងហោចវាអាចធ្វើឲ្យយើងញញឹមម្នាក់ឯងបើមិនប្រឈមមុខជាមួយនឹងបច្ចុប្បន្នកាលយើងនឹងត្រូវប្រឈមមុខនៅថ្ងៃអនាគតហើយក៏ត្រូវឈឺចាប់ជាមួយអតីតកាលគ្រប់ជំហានរបស់យើងតើដើរទៅមុខម្ដេចនឹងលឿនបើយើងរវល់តែមិនដាច់អាល័យពីរឿងឈឺចាប់នៅក្នុងអតីតកាលទាំងអស់នោះផងកំហុសឆ្គងពីអតីតកាលវាគឺជាមេរៀនដែលប្រាប់ថាយើងប្រាប់មើលរំលងបច្ចុប្បន្នកាលរបស់យើងហើយកំហុសឆ្គងរបស់យើងនៅថ្ងៃនេះគឺយើងភ្លេចថាវាគង់នឹងក្លាយទៅជាអតីតកាលនៅថ្ងៃស្អែកដើរទៅមុខគឺដឹងតែត្រូវដើរហើយតែក៏ត្រូវទៅជាមួយមេរៀនឬបទពិសោធន៍ជីវិតផងដែរព្រោះរឿងទាំងនេះឯងដែលនឹងជំរុញយើងឲ្យទៅរកគោលដៅនៅថ្ងៃអនាគតអរគុណសម្រាប់ការស្ដាប់អ្នកបានស្ដាប់អត្ថបទខ្លីមួយចប់មួយទៀតហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយជម្រាបលា